ngàyនេះត្រូវជាថ្ងៃពុទ្ធ15រោចខែផលគុណឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី18ខែមីនាឆ្នាំ2026គឺគម្រោងកសាងផ្លូវថ្នល់ចំនួនប្រហែលជា100ម៉ែត្រហើយនឹងស្ពានមួយហើយនឹងអណ្ដូងទឹកមួយអណ្ដូងទឹកស្អាតសម្រាប់ពុទ្ធបរិស័ទបងប្អូនប្រើប្រាស់ហូបជាងដំណើរការនេះគឺមានបងប្អូនទាំងអស់បានចូលរួមញោមខ្លះក៏ជួយជាកម្លាំងហើយញោមខ្លះមិនបានជួយជាកម្លាំងទេក៏គាត់បានញ៉ាថវិកាមកសម្រាប់ជាស្មងទិញឯកទិញអត់អីផ្សេងហើយខ្សាច់នេះដោយបានកោយន្តរបស់ញោមទាំងអស់របស់ខ្ញុំទុលខ្ញុំបឿនខ្ញុំវ៉ាន់ហើយព្រមទាំងកម្លាំងផ្សេងបានមកចូលរួមទាំងអស់គ្នាដើម្បីកិច្ចការរួមពីការកសាងសង្គមរួមទាំងអស់គ្នាជាងពុទ្ធបរិស័ទទាំងអស់ដែលបានឃើញហើយក៏ញ៉ាំចិត្តជ្រះថ្លាញោមទៅអីបាទត្រេកអរអនុមោទនានៅកុសលចេតនាទាំងអស់របស់យើងទាំងអស់គ្នាហើយការងារនេះគឺការងារសង្គមសម្រាប់ប្រជាមិត្តពុទ្ធបរិស័ទស្រីប្រុសទាំងអស់ដែលយើងបានចូលរួមកសាងទុកជាសម្បត្តិសាធារណៈហើយដោយជាប់តាក់ទងនៅក្នុងពុទ្ធសាសនាអង្គសម្ដែងពីរឿងការកសាងផ្លូវថ្នល់នេះមានបងប្អូនស្រីប្រុសមកជួយទាំងអស់ជួយជាកម្លាំងខ្លះអីខ្លះដៃខ្សាច់ជីដៃខ្សាច់សាច់មួយមិនចេះស្រុតទេហើយទុកក៏ខ្លាចទៅពីមុនជ្រុំងំណាពីនេះនេះអង្គស្ដែងពីរឿងអារាមរូបាវណ្ណៈរូបាឯផ្សេងគាត់តែដើមឈើជីកស្រះជីកដងទឹកនឹងហើយនឹងធ្វើផ្លូវថ្នល់មានការកសាងស្ពានសម្រាប់ជាសាធារណៈដល់ជនទូទៅពុទ្ធសម្ដែងថាបានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃនេះហើយយើងត្រេកអរពេលណាគឺបានបុណ្យពេលហ្នឹងជាពិសេសដងទឹកនេះគឺសម្រាប់ជាប្រយោជន៍ដល់ជនច្រើនគឺដល់ច្រើនតាំងពីបុរាណមកម្លេះគឺមានបងប្អូនស្រីប្រុសយើងតែតែដងទឹកពីនេះទៅសម្រាប់ហូបនេះបើនិយាយរួមទៅគេហៅថាទឹកផ្អែមអត់មានការភ្លាវអត់មានការអីទេទឹកនេះជាងសង្ឃឹមថាផ្លូវនេះហើយនឹងស្ពានហើយនឹងដងទឹកនឹងសម្រាប់ជាប្រយោជន៍ដល់ជនជនទាំងឡាយបានសេចក្តីសុខបានសេចក្តីចម្រើនហើយជាប្រយោជន៍ដល់សត្វទេវតានិងមនុស្សទាំងឡាយផងជាចុងក្រោយនេះដោយអំណាចបុណ្យកុសលនេះសូមឧទ្ទិសដល់ពពួកទេវតាទាំងឡាយផងស្ដេចនាគទាំងឡាយផងសក្កទេវរាជស្ដេចទេវតាព្រមទាំងស្ដេចចតុលោកបាលស្ដេចយមរាជនានារយៈបាលទាំងអស់ព្រមទាំងញាតិ
របស់ខ្ញុំកណាញាតិរបស់ញាតិញោមពុទ្ធបរិស័ទដែលអំណាចផលនៃបុណ្យនេះសូមកើតក្នុងទីដ៏ខ្ពង់ខ្ពស់ហើយបើកើតក្នុងទីដ៏ខ្ពង់ខ្ពស់ហើយក៏សូមឲ្យរឹងរើតែចម្រើនជាប្រយោជន៍ភាពជានិរន្តរ៍ហើយអវសានជាតិទាំងអស់គ្នាដោយអំណាចបុណ្យកុសលទាំងអស់សូមជាបច្ច័យរត់ផុតចាក់ទុកទាំងអស់គ្នាសូមអនុមោទនា